ជួគ្រឿងទ្របសាច់គោទៀតហើយចាបងអូនអើយនិយាយរួមមកឲ្យទៅថាខានហូបពី3ថ្ងៃអីដល់ទៅនឹកឃើញឃ្លានមកជួទៀតហើយចាបាទជួខ្មែរក៏មកជួគ្រឿងដែរចាបងអូនហើយថ្ងៃនេះផងដែរបានទៅផ្សារឃើញអីអ្នកលក់សាច់គោសាច់គោដែរទៅជួនឹងល្អពេកបងអូនក៏តែង10000មួយស្លោតែម្ដងទៅចាហើយ10000គេនោះឡើងច្រើនតែម្ដងណាបងអូនហើយសម្រាប់គ្រឿងផ្សំស្លោមកជួគ្រឿងរបស់នាងខ្ញុំដោយសពរដល់នឹងឯងបងអូនអើយតែពីនាងខ្ញុំរៀបចំគ្រឿងក្រៅហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ឆ្នាំងដាក់ខ្លាញ់មកបន្តម្ទេសឆ្អើររបស់នាងខ្ញុំឲ្យឡើងក្រហមឈ្ងុយពេញផ្ទះហើយបើនាងខ្ញុំចាប់ផ្ដើមដាក់ប្រហុកដាក់ចិញ្ច្រាំទុកមុនហ្នឹងបងអូនអើយប្រហុកនឹងដែរបងអូននាងខ្ញុំដាក់ច្រើនបន្តិចហើយដោយសារតែនាងខ្ញុំចូលចិត្តប្រហុកបងអូនចឹងហើយនាងខ្ញុំដាក់រៀងច្រើនបន្តិចហើយឲ្យទៅសឡមជូរឥឡូវបន្ទាប់ពីនាងខ្ញុំកូរប្រហុកជាមួយម្ទេសឆ្អើរឡើងឈ្ងុយហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់គ្រឿងបុកចូលចាហើយគ្រឿងបុករបស់នាងខ្ញុំមានច្រើនតែបងអូនក៏ក្រែងតែល្ក្រូចសើនឹងខ្ទឹមសនឹងឯងចាល្មៀចផងដែរហើយក៏លាយម្ទេសបង្គាប់ផងដែរចាដើម្បីឲ្យមានជាតិហឹរតិចចាបងអូនឆ្ងាញ់ហើយគ្រឿងរបស់នាងខ្ញុំក៏ឈ្ងុយឆ្អិនល្មមហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់សាច់ចូលចាហើយសាច់នឹងដែរបងអូនអើយរៀងស្វិតបន្តិចហើយចាតោះរៀងមកងាប់យូរបន្តិចបងអូនដោយសារតែសាច់ជូរវាមិនសូវឲ្យដូចសាច់ល្អប្រហែលទេចាតែស្លោសាច់ហ្នឹងបងអូនឆ្ងាញ់ហើយវាមានជាតិខ្លាញ់តិចចឹងបងអូនឆ្ងាញ់បើស្លោសាច់សុទ្ធវាអត់សូវឆ្ងាញ់ប្រហែលទេចាបន្ទាប់ពីដាក់សាច់ហើយអស់ក៏នាងខ្ញុំដាក់ទឹកដោះគោអង្ករមាសមួយកំប៉ុងចានិយាយរួមដាក់ចំនួនខ្ទិះដូងបងអូនទឹកដោះគោហ្នឹងនាងខ្ញុំដាក់ហ្នឹងនិយាយរួមដាក់ទឹកដោះគោអង្ករមាសនឹងចូលបងអូនមានធំទឹកដោះគោទេនិយាយរួមដូចខ្ទិះដូងចឹងចានឹងឆ្ងាញ់តែម្ដងចានាងខ្ញុំឲ្យទៅស្លោម្ជូរគ្រឿងនឹងម្ដងមិនដែរចោលអត់ដាក់ទឹកដោះគោអង្ករមាសទេចាគឺដាក់រហូតគ្រប់ពេលវេលាដែលនាងខ្ញុំស្លោឥឡូវបន្ទាប់ពីដាក់ទឹកដោះគោហើយក៏ដាក់គ្រឿងក្រៅចូលចាស្ករអំបិលប៊ីចេងអីទឹកត្រីធម្មតានឹងឯងចាបងអូនអើយបន្ទាប់ពីដាក់គ្រឿងក្រៅអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ទឹកបង្ងាស់យកតែម្ដងចាដោយសារសាច់យើងយ៉ាងស្វិតដែរឥឡូវយើងទុកសម្លយើងមួយឡែកសិនទៅទុកវាពុះចាំយើងដាក់បន្លែចូលមកមើលបន្លែវិញចាបងអូនអើយបន្លែនឹងដែរនាងខ្ញុំដាក់ពីរមុខទៀតហើយថ្ងៃនេះដោយសារតែចូលចិត្តបងអូនគឺជាពិសេសទ្របវែងហើយនឹងត្រកូលនឹងឯងនិយាយរួមតពីបានដាក់ពីរមុខឆ្ងាញ់នឹងមកគឺស្លដាក់ទៅពីរមុខនឹងរហូតបងអូនអើយឥឡូវបន្ទាប់ពីទឹកពុះហើយក៏ខ្ញុំដួសមកដកជ្រុំពណ៌បន្តិចបងអូនដើម្បីឲ្យអំពើចេញជាតិជូរចឹងចាឥឡូវបន្ទាប់ពីទុកអំពើម្លាយហើយក៏នាងខ្ញុំមកចាប់ផ្ដើមដាក់ទ្របមុនគេដោយសារទ្របវារៀងហឹងជើងត្រកូលណាបងអូនចឹងហើយនាងខ្ញុំដាក់ទ្របមុនគេទៅហើយទ្របនឹងដែរបងអូនក៏ឆាប់ឆ្អិនដែរមកងាស់តែបន្តិចបានហើយចាក៏មកងាស់យូរខែលួយជ្រោចឹងហើយបងអូនបន្ទាប់ពីទុកមកពុះខ្វះមកល្មមហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់អំពើទុំចូលចាដោយសារតែឲ្យវាចេញជាតិជូរតែម្ដងដាក់បន្លែដាក់អីទៅវាត្រូវគ្នាហូបទៅឆ្ងាញ់តែម្ដងណាបងអូនឥឡូវបន្ទាប់ពីដាក់អំពើហើយអស់ហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់បន្លែត្រកួនចូលចាហើយត្រកួននឹងដែរបងអូនអើយខ្ញុំយកត្រកួនធំទៀតហើយខ្ញុំមិនបានដាក់ត្រកួនគ្រាប់ទេដោយសារតែនិយាយថាវាអស់អ្នកលក់គាត់អស់ចឹងទៅមានតែត្រកួនហ្នឹងដាក់ត្រកួនហ្នឹងទៅបងអូនអើយមិនចាំឲ្យរកកញ៉ៃច្រើនទេចាឥឡូវបន្ទាប់ពីដាក់ត្រកួនហើយទុកមកពុះចឹងមកបងអូនអូយនិយាយពីថាក្លិនវិញឈ្ងុយឡើងពេញផ្ទះដល់ផ្ទះអ្នកចាំងអីទៀតនោះចានិយាយរួមបងអូនមិនថាមកជួគ្រឿងមកជួម៉ែហូបក្តៅឆ្ងាញ់ណាបងអូនមិនថាទឹកត្រជាក់វិញដូចមិនសូវឆ្ងាញ់ប្រហែលទេអាហ្នឹងសម្រាប់ខ្ញុំផ្ទាល់ណាបងអូនចូលចិត្តក្តៅចូលចិត្តត្រជាក់ចាចូលខមមិនម្នាក់មួយផងបើនាងខ្ញុំចូលចិត្តហូបសម្លក្តៅជាមួយបាយនិយាយរួមឆ្ងាញ់និយាយរួមចូលចិត្តហ្មងអាលិមាត់តិចហ្នឹងបងអូនឆ្ងាញ់ណាស់សម្លមកជួគ្រឿងរបស់នាងខ្ញុំក៏បានចានរស់ផងដែរបងអូនអើយដូចដាក់ចានចេះនិយាយពីថារត់តែតំណងតែម្ដងណាបងអូនតែបងអូនសម្លនាងខ្ញុំឆ្អិនហើយយកបាយមក